ចាប់ផ្ដើមនៃសេរីរបស់យើងមកយើងបានឃើញថាមានក្រុមចាប់ផ្សាយមួយតែពួកគេទាំងអស់គ្នានឹងកំពុងតែកម្ចាត់បិសាចទីចោហើយនៅពេលហ្នឹងមានកញ្ញាម្នាក់ដែលនាងបានប្រើខ្សែរបស់នាងចងទៅកាន់បិសាចហ្នឹងទៅហើយយើងបានឃើញថាបិសាចទីចោហ្នឹងគឺមិនអាចការ៉ាខ្លួនបានទេថាប្រទីមួយហ្នឹងគឺមិនអាចទប់បិសាចហ្នឹងជាប់ទេហើយបិសាចហ្នឹងក៏បានកវិតនាងដួលធ្វើឲ្យនាងហ្នឹងក្អួតឈាមតែម្ដងទៅហើយយើងភ្លេចប្រាប់អ្នកទាំងអស់គ្នាដែលនាងហ្នឹងមានឈ្មោះថា Mayu Yoshioka ហើយនៅពេលហ្នឹងមានបងស្រីម្នាក់ទៀតបានព្យាបាលទៅកាន់របួសនាងទៅហើយគាត់ម្នាក់ហ្នឹងមានឈ្មោះថា Sari Yahami ហើយនៅពេល Mayu ជាសះស្បើយនឹងនាងបានប្រើវិធីដដែលម្ដងទៀតហើយនាងបានប្រាប់ទៅកាន់មេក្រុមរបស់នាងថាឲ្យឆាប់បញ្ចប់បិសាចហ្នឹងចោលទៅតែថាពេលហ្នឹងគឺលោតកាប់យកតែម្ដងត្រឹមតែមួយស្គាសោះធ្វើឲ្យបិសាចជាប់ហ្នឹងគឺអាចតៃលែងបាត់ទៅតែឃើញបិសាចហ្នឹងងាប់ភ្លាមក្រុមរបស់អ្នកភូមិហ្នឹងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយពួកគេម្នាក់ៗហ្នឹងបានធ្វើការអបអរសាទរទៅកាន់ក្រុមរបស់ពួកគេទៅសេរីហ្នឹងបានបង្ហាញទៅកាន់បរិមម្នាក់ទៀតតែពេលហ្នឹងដែរគឺជាអ្នកបម្រើក្រុមបញ្ចប់បិសាចហ្នឹងឯងដែលគាត់ហ្នឹងមានឈ្មោះថា Kurt គឺជាទូប្ររបស់យើងដែរសេរឿងកាលនៅពេលពួកគេទាំងអស់គ្នានឹងបានធ្វើការញ៉ាំបាយហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាដែលពេលសកហមនឹងមានឈ្មោះថា Nobuhiko Okamoto នៅពេលគាត់កំពុងញ៉ាំផ្លែមើលនឹងគាត់បានញ៉ាំទាំងអស់ផងគាត់បានបោះចោលទៅចំណែកទូប្ររបស់យើងវិញគាត់ឃើញចង់ភ្លាមគាត់ចាប់តែប្រមូលវាផ្លែតពេលហ្នឹងម៉ាយូបាននិយាយថានេះជាលើកចុងក្រោយហើយដែលនាងបានឃើញគាត់ចំអិនមហូបជាលើកចុងក្រោយគាត់ទៅលើបែបហ្នឹងភ្លាមទូប្ររបស់យើងមិនសូវសួរទៅកាន់ប្រាក់សកហមថាតើវាមានន័យថាម៉េចហើយប្រាក់សកហមនឹងប្រាប់ទៅកាន់គាត់ថាវាមានន័យថាគាត់នឹងត្រូវបានបណ្ដេញចេញហើយនៅទូប្ររបស់យើងបាននិយាយថាតើគាត់នឹងមិនធ្វើអ្វីខុសមែនតែសកហមនឹងមិនធ្វើការនិយាយតបទៅកាន់ទូប្ររបស់យើងទាំងកំហោកថាបែកខិតឯងនឹងគឺមិនដែលយកឈ្នះស្មីទៅស្លាមផងចែសារីនឹងបាននិយាយថាសមាជិកក្រុមមានតែ4នាក់តែប៉ុណ្ណឹងឯងហើយបើសិនជាយើងចង់ខ្លាំងយើងត្រូវជ្រើសរើសមនុស្សណាដែលមានឋានៈខ្ពស់យូរមកបន្តនិយាយថាគាត់នឹងអាចដឹកក្បួនរបស់ពួកគេបានតែខិតឯងនេះគឺមិនដែលមានអាវ៉ាន់ស្រាប់ខ្លួនឯងទេចំណែកទូប្ររបស់យើងវិញក៏លើចឹងភ្លាមគាត់នឹងមកសំវល់ទៅកាន់ពួកគេឲ្យគាត់នឹងស្នាក់នៅទីនឹងផងមិនទាន់និយាយបានផងគាត់នឹងបានស៊ីមជើងរបស់បែកសកហមនឹងទៅដែលថាមជើងនឹងគឺស្គាល់ក្រនបើចឹងណាកាត់ពេលតនៅពេលប្រឹងឡើយយើងមកឃើញថាទូប្ររបស់យើងនឹងបានអង្គុយលើរទេះរបស់លោកពូម្នាក់ទៅតែថាគាត់នឹងកំពុងតែធ្វើដំណើរទៅកន្លែងណាមួយអញ្ចឹងទូប្ររបស់យើងនឹងកំពុងធ្វើដំណើរទៅកាន់គេនៅផ្សងព្រេងចឹងទៅដល់ពេលធ្វើដំណើរទៅដល់មុខទ្វារនឹងហើយគាត់មានរាប់ថាភ័យខ្លាចចឹងណាប៉ុន្តែការភ័យខ្លាចនឹងគឺមិនឈ្នះប្រាក់ទេហើយគាត់នឹងមកធ្វើការចូលទៅក្នុងផ្លេតហើយដល់ពេលចូលទៅដល់ក្នុងភ្លាមចាម្នាក់មកនិយាយស្វាគមន៍ដែលមកកាន់សាខាម៉ាឡាតែចាម្នាក់ហ្នឹងគឺខ្ញុំតែស្គាល់ឈ្មោះគាត់ទេចាសកហមនឹងមកសួរទៅកាន់ទូប្ររបស់យើងថាតើគាត់មកទីហ្នឹងដើម្បីធ្វើអីដែរបែកខិននឹងមកនិយាយថាគាត់នឹងចង់មករកការងារធ្វើចាសកហមនឹងមកនិយាយថាអូចាំតិចទៀតទៅចាំគាត់នឹងសម្ភាសឲ្យហើយនៅពេលដែលសម្ភាសនឹងចាសកហមមកសួរទៅកាន់អាយុរបស់ទូប្ររបស់យើងចំណែកទូប្ររបស់យើងមកប្រាប់តាមនឹងទៅដែលគាត់នឹងមានឈ្មោះថាខឺតមានអាយុ15ឆ្នាំហើយចាសកហមនឹងមកសួរតើគាត់នឹងមកពីណាទូប្ររបស់យើងមកប្រាប់ទៀតទៅដែលគាត់នឹងមកពីភូមិហាសនៅកំពង់ភ្នំសេនេចានឹងមកសួរទៅកាន់ទូប្ររបស់យើងថាតើគាត់នឹងធ្វើការងារអីគេមកពីមុនអត់ហើយទូប្ររបស់យើងប្រាប់ទៅកាន់ចាតាមនឹងទៅតែថាគាត់នឹងធ្វើការងារនៅក្នុងក្រុមអ្នកផ្សងព្រេងចាមកសួរថាហេតុម៉េចគាត់នឹងមិនបន្តធ្វើការទីនឹងទៅទូប្ររបស់យើងបាននិយាយថាគាត់នឹងត្រូវបានគេបណ្ដេញចេញតែចាក្រោយលើចាំភ្លាមគាត់បាននិយាយថាអីទេតែសូមឲ្យខិតឯងនឹងធ្វើការតែរាងកាយសិនដូចតែអ្នកបានដឹងចឹងថាកោបកិរិយារបស់អ្នកគឺជាព្រះអ្នកផ្ដល់ឲ្យហើយប្រហែលជាយើងនឹងអាចលាតត្រដាងបានពីទេពកោសល្យរបស់អ្នកគាត់ទៅលើចាំភ្លាមតទូប្ររបស់យើងពិតជាស្ម័គ្រចិត្តខ្លាំងមែនទែនមកត្រូវបានវាដំឡើងចាប់ពីថ្នាក់ជីហើយវានឹងមានន័យថាគឺគ្មានទេពកោសល្យតែម្ដងវារហូតដល់ថ្នាក់ឯកជាថ្នាក់មួយដែលខ្ពស់បំផុតថ្នាក់ពេលដែលនរណាម្នាក់មានសម្បទាដាវដែលវានឹងគឺមិនអាចកាត់បានទេនរណាគេដែលមានការសម្បទាខ្ពស់គឺអាចបំបែកវាជាពីរបានពេលការធ្វើតេស្តនឹងបានធ្វើរួចតែនឹងមិននិយាយថាលទ្ធផលនឹងក៏បានចេញមកហើយគឺថាគាត់នឹងគ្មានទេពកោសល្យអីមកទេហើយអានេះនឹងសុំទោសគាត់ផងចំណែកទូប្រមកយើងវិញក៏លើចឹងព្រាមគាត់នឹងគឺងើបក្បាលលេងរួចបាត់ហើយចែនឹងបាននិយាយថាយើងនឹងមិនទាន់ធ្វើការតេស្តរាងកាយទេហើយគាត់ឯងនឹងត្រូវរងចាំមួយសប្តាហ៍ទៀតទូប្រមកយើងបាននិយាយថាសូមឲ្យអាចារ្យឯងគឺប្រាប់ការពិតមកថាគាត់នឹងគឺអស់លុយពីខ្លួនតែហ្មងហើយអាចារ្យនឹងបាននិយាយថានាងឃើញហើយតើគាត់ឯងនឹងក៏អាចលើកខ្សាច់នៅទីនឹងបានអត់របស់យើងប្រាប់ទៅកាន់អាចារ្យថា ACEC ហ្នឹងគាត់នឹងមកធ្វើការលើកខ្សាច់នឹងយកតែម្ដងតែពេលគាត់នឹងកាន់ខ្សាច់នឹងគាត់មានអារម្មណ៍ថាមានម៉ាណាជាច្រើនវានឹងធ្វើឲ្យទូប្រុសយើងនឹងក៏មិនអាចលើកវាបានរួចទេហើយយើងមើលទៅកាន់ការលើរបស់គាត់ទៅក៏ដឹងហើយគឺថាបែបតរន្តរៀនយកតែម្ដងចេះហ្នឹងមកយកទៅកាន់ទូប្រុសរបស់យើងថាវាគ្រប់គ្រាន់ហើយចឹងហើយគាត់ហ្នឹងមានតែការងារសំណងមួយទេចឹងហើយឲ្យគាត់ហ្នឹងធ្វើការងារហ្នឹងទៅគាត់ហ្នឹងចង់ធ្វើការងារហ្នឹងអត់ចំណែកទូប្រុសរបស់យើងមកយកថាគាត់ហ្នឹងធ្វើការងារហ្នឹងហើយចេះហ្នឹងមកយកថាចៅគាត់ហ្នឹងធ្វើលិខិតឲ្យកាត់ពេលតនៅពេលទូប្រុសរបស់យើងទៅដល់កន្លែងធ្វើការឯការហ្នឹងមកមើលសម្បត្តិរបស់ទូប្រុសរបស់យើងទៅគាត់បានដឹងថាទូប្រុសរបស់យើងគឺជាកម្មករបណ្ដោះអាសន្នទេគាត់ហ្នឹងមកមើលទៅកាន់ដៃជើងរបស់ទូប្រុសរបស់យើងទៅថាវាហ្នឹងតូចខ្លាំងមែនទែនហើយមានកម្មយកទៅកាន់ទូប្រុសរបស់យើងថាសម័យឃើញឯងនឹងធ្វើការទីសំងហើយបន្ទាប់មកធ្វើការជួសជុលជញ្ជាំងនៅទីនោះប្រុសរបស់យើងបានគិតក្នុងចិត្តថា
ចយអើយប្រាប់មកយើងនិយាយទៅកាន់មេការថាតែគាត់នឹងសុំពេល3ម៉ោងបានអត់អ្នកគាត់នឹងសុំពេលនោះស្រាប់ត្រួតពិនិត្យមើលហើយមេការមកនិយាយថាអញ្ចឹងឲ្យធ្វើវាទៅខែរបស់ខិតឯងនឹងគឺពឹងផ្អែកទៅលើការអនុវត្តបើសិនជាខិតឯងឈប់ត្រង់ណាមួយគាត់នឹងកាត់ប្រាក់ខែយកតែម្ដងចំណែកទូប្រាប់វាយើងវិញមកគិតក្នុងចិត្តថាចំគាត់នឹងលេងចឹងយកមកនឹងគណៈពេលមេការនឹងមកមើលការងាររបស់ទូប្រាប់របស់យើងតែថាគាត់នឹងបើកភ្នែកធំយកតែម្ដងគាត់នឹងមកស្រែកជេរទៅកាន់ទូប្រាប់របស់យើងថាតាគាត់ឯងនឹងពងធ្វើអីគេចំណែកទូប្រាប់របស់យើងវិញក៏លើចង់ព្រៀងគាត់នឹងមកសុំទៅកាន់មេការទៅទូប្រាប់របស់យើងមិនបន្តនិយាយថាស៊ីម៉ូននឹងត្រូវគាត់នឹងប្រើអស់ហើយតែថាប្រើអស់ហើយភ្លាមគាត់នឹងគឺគៀងយកតែម្ដងតែគាត់នឹងមិននឹកស្មានថាទូប្រាប់របស់យើងប្រើរយៈពេល3ម៉ោងសំផ្លាញ់ស្មងគាត់អស់លីងមេការនឹងមកសួរទៅកាន់ទូប្រាប់របស់យើងថាតើគាត់នឹងប្រើវិធីអ្វីដើម្បីឡើងទៅកាន់ទីហ្នឹងគាត់នឹងគឺមកឃើញគាត់ប្រើចន្ទើអញ្ចឹងណាហើយទូប្រាប់របស់យើងមករៀបរាប់តាមហ្នឹងទៅថាគាត់នឹងប្រើឈើតគ្នាយកតែម្ដងចំណែកមេការវិញគ្រឿនទូប្រាប់របស់យើងខ្លាំងមែនតើហើយគាត់មកសួរទៅកាន់ទូប្រាប់របស់យើងថាតើគាត់នឹងចង់ធ្វើការយូរប៉ុណ្ណាទៀតតែមកនិយាយថាគាត់នឹងចង់ធ្វើការមួយសប្តាហ៍ហើយមេការនឹងមកនិយាយថាប៉ុណ្ណឹងបានហើយវាក៏គ្រប់គ្រាន់ដែរសម្រាប់ថ្ងៃហ្នឹងហើយគាត់នឹងសុំទោសផងនេះគឺជាប្រាក់របស់អ្នកព្រោះមកយើងនិយាយទៅកាន់មេការថាតើគាត់នឹងប្រកាសអត់ថាឲ្យប្រាក់គាត់នឹងច្រើនអញ្ចឹងហើយមេការនឹងមកនិយាយថាអើយយកទៅអបកាច់យកហើយមកនិយាយថាគាត់នឹងខំធ្វើការអស់ពីសមត្ថភាពហើយសេរីមកបង្ហាញថាការងាររបស់ទូប្រុសរបស់យើងក៏ធ្វើចិត្តអស់ហើយតែថាស្នាដៃទូប្រុសរបស់យើងគឺពិតជាមិនធម្មតាមែនដែលថាគាត់នឹងធ្វើតែម្នាក់ឯងទេថាចិត្តរួចតែម្ដងហើយនៅពេលនឹងមេការមកនិយាយទៅកាន់ទូប្រុសរបស់យើងថាគាត់នឹងគឺមិនមកទៀតទេប៉ុន្តែទូប្រុសរបស់យើងនឹងមកខំបង្កែកថាវានៅសល់3ថ្ងៃទៀតតើមេការមកនិយាយថាបើសិនជាគាត់ធ្វើអស់ហ្នឹងក្រីក្រដតៃទៀតនឹងបានអីធ្វើបើសិនជាគាត់នឹងធ្វើអស់លីងហ្នឹងការមកនិយាយថាគាត់ឯងគឺធ្វើការងារលៀងពេកហើយមានការនឹងមកដេញទូប្រុសរបស់យើងឲ្យធ្វើការងារកន្លែងផ្សេងទៅតែថាគាត់នឹងមកប្រាប់ឲ្យទូប្រុសរបស់យើងធ្វើការរាជធានីតែម្ដងទៅទូប្រុសរបស់យើងនឹងមកគិតថាមេការនឹងកំពុងតែកម្ចាត់គាត់ចោលតែចោលមិនកូនមកកូនឯងធ្វើការលៀងម៉ងរឿងក៏បន្តទៅទូប្រុសរបស់យើងនឹងជួបបច្ចាតែថាគាត់នឹងទូប្រុសប្រាប់បច្ចាយកតែម្ដងថាគាត់នឹងសល់ពេល3ថ្ងៃទៀតប៉ុន្តែមេការនឹងគឺមិនឈប់គាត់ចោលថារឿងហ្នឹងគឺគាត់ទទួលយកអត់បានទេហើយនៅពេលហ្នឹងពួកគេទៅពីនេះមកធ្វើការកន្លែងមើលទៅកាន់នារីម្នាក់ទៅនារីម្នាក់ហ្នឹងកំពុងតែធ្វើការបកកែជាមួយនឹងបុគ្គលិកដែលបុគ្គលិកនឹងមកព្យាយាមនិយាយថាគ្មាននរណាម្នាក់ទទួលធ្វើការក្នុងលក្ខខណ្ឌហ្នឹងទេក៏គ្មាននរណាម្នាក់ទទួលធ្វើការជាមួយនាងដែរហើយបុគ្គលិកនោះប្រាប់តែការចែកថាចាម្នាក់ហ្នឹងកំពុងតែរកមើលណាគេទៅជួយរករ៉ែជាមួយនាងតែតែនាងមិនបានបងប្រាក់ឈ្មោះអញ្ចឹងហើយទៅគ្មានណាគេចាប់អារម្មណ៍នឹងបិញភ្លេចប្រាក់ឈ្មោះរបស់នាងទៅថាឈ្មោះរបស់នាងមានឈ្មោះថាយូលីសៀអាចារ្យប្រាប់តែការយូលីសៀថាសម័យនាងគ្រប់លក្ខខណ្ឌរបស់យើងផងក៏មកសម័យនាងហ្នឹងប្រើប្រាក់ខ្លាំងមកដើម្បីវិនិយោគបើសិនជានាងមិនបងប្រាក់ទេគឺគ្មានណាគេឡើងភ្នំជាមួយនាងទេហើយនៅពេលហ្នឹងទូប្រុសរបស់យើងបានដើរមកហើយគាត់មកស្ម័គ្រចិត្តឡើងភ្នំជាមួយនាងទៅនឹងជួននាងទៅកាន់ភួររបស់គាត់ហើយគាត់នឹងធ្វើជីករ៉ែនៅទីហ្នឹងហើយអាចារ្យនឹងប្រាប់ទៅកាន់ទូប្រុសរបស់យើងថាតើគាត់នឹងប្រកាសអត់នៅពេលហ្នឹងយូលីសៀប្រាប់ទៅកាន់អាចារ្យថានាងនឹងចង់ជួបអបែហ្នឹងទៅធ្វើការជាមួយនាងហើយអាចារ្យនឹងមកនិយាយថាក្នុងករណីនេះនាងត្រូវបងប្រាក់ជាមុនសិនយូលីសៀមកនិយាយថាសិនជានាងមានប្រាក់ហ្នឹងនាងឲ្យប្រាក់អាចារ្យយូរណាស់ហើយនឹងសួរទៅកាន់ទូប្រុសរបស់យើងថាតើគាត់នឹងមានបទពិសោធន៍អត់ហើយទូប្រុសរបស់យើងបាននិយាយថាគាត់មានតើយើងមើលទៅកាន់យូលីសៀទៅគាត់ទុកចិត្តជាមួយទូប្រុសរបស់យើងមិនបានទេហើយនាងនឹងបានដើរចេញទៅចំណែកទូប្រុសរបស់យើងនឹងក៏ឃើញចឹងគាត់ក៏បានដើរតាមនាងដែរហើយយើងមកមើលអាចារ្យវិញណាគាត់នឹងមកនិយាយថាមើលទូប្រុសរបស់យើងវិញក៏ពិតជាល្អចេះអឹមតែម្ដងមកស្មៃរូបភាពនៅពេលទូប្រុសរបស់យើងដោះកៅអៅចឹងណាតែថាការស្មៃរបស់គាត់នោះគឺពិតជាសាហាវខ្លាំងមែនទែនពេលដល់ពងតែសម័យហ្នឹងបុគ្គលិកហ្នឹងមកធ្វើការដាក់គាត់ទៅក៏ដាច់អារម្មណ៍អស់តែម្ដងហើយអាចារ្យហ្នឹងមកយកកណ្ដាលពីបុគ្គលិកទៅហើយវាជាប្រាក់ឈ្នួលការសាងសង់របស់ខេតគ្រាន់តែឃើញចំនួនប្រាក់របស់ខេតយើងភ្លាមធ្វើអាចារ្យហ្នឹងក៏មានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារគាត់ហ្នឹងគឺរកបានដល់200កាក់មាសឯណោះក៏ចាំភ្លាមគាត់ហ្នឹងមកដួលផ្កាក្រោយយកតែម្ដងពេលទូហ្នឹងគាត់មកឆ្ងល់ថាហេតុអីមិនជាខ្សាច់ហ្នឹងនៅទីហ្នឹងក៏លើហ្នឹងប្រាប់តែការអាចារ្យថាជាខ្សាច់សម្រាប់វើម៉ាណានៅក្នុងខ្លួនរបស់មនុស្សម្នាក់បើគេមានភាពធន់ជាងម៉ាណាហ្នឹងតើពួកគេមិនមានប្រតិកម្មទេគេដូចជាមនុស្សធម្មតាអញ្ចឹងវាត្រូវការម៉ាណាលើកម្រិតរាជវង្សដើម្បីធ្វើឲ្យពួកគេហ្នឹងមានសកម្មភាពក្រោយឃើញចង់ភ្លាមអាចារ្យហ្នឹងមកធ្វើការលើកសាច់ហ្នឹងទៅវាហ្នឹងក៏ធ្ងន់អីបានតិចសោះហើយគាត់មិននឹកឃើញនៅពេលដែលឃើញហ្នឹងមកធ្វើការលើកសាច់ហ្នឹងគេថាគាត់ហ្នឹងបែបទ្រន់ទ្រាយអញ្ចឹងណាគាត់មកឆ្កត់ថាតែឃើញហ្នឹងជាណាគេហើយសេរីកាត់ទៅកាន់ទូប្រុសរបស់យើងវិញថាគាត់ហ្នឹងគឺធ្វើដំណើរជាមួយអាចារ្យយូលីសៀពេលពួកគេកំពុងធ្វើដំណើរសឹកហ្នឹងពួកគេបានចាប់អារម្មណ៍ថានៅខាងមុខហ្នឹងក៏មានតង់មួយតង់ហ្នឹងគឺអត់មានមនុស្សនៅទេចាយូលីសៀហ្នឹងក៏បានសម្រេចចិត្តថានៅទីហ្នឹងមួយយប់ទៅចំណែកទូប្រុសរបស់យើងមកនិយាយថាតង់ហ្នឹងវាដូចជាតូចពេកហើយគាត់ហ្នឹងក៏ដេកមិនទៅផ្សិនតង់ហ្នឹងក៏មានតែមួយហ្នឹងទូប្រុសរបស់យើងមកនិយាយថាគ្មានមនុស្សប្រុសណាដែលដេកក្នុងតង់មួយពីរនាក់ទេហើយអ្វីដែលសំខាន់ហ្នឹងគឺដេកជាមួយមនុស្សស្រីទៀតហើយចាយូលីសៀវិញក៏លើចង់ភ្លាមហ្នឹងក៏ពិតជាអៀនទូប្រុសរបស់យើងខ្លាំងមែនទែនចាំប្រាប់ទៅកាន់ទូប្រុសរបស់យើងថាកុំឲ្យនិយាយពីរឿងហ្នឹងទៀតនៅពេលហ្នឹងទូប្រុសរបស់យើងមកសួរទៅកាន់អាចារ្យយូលីសៀថាតើនាងកំពុងធ្វើម្ហូបមែនគ្មាននរណាម្នាក់ចម្អិនអាហារសម្រាប់គាត់ទេជារឿងក៏មកវិញនៅពេលយប់វិញមកឃើញថាទូប្រុសរបស់យើងមកគេរួមតង់ជាមួយអាចារ្យហើយនៅពេលហ្នឹងទូប្រុសរបស់យើង
យើងមិនអាចមើលចាយូលីសៀអញ្ចឹងណាថាយូលីសៀនឹងគឺកេងសាហាវខ្លាំងមែនទែនចំណែកទូប្រុសរបស់យើងវិញក៏ឃើញចឹងហើយគាត់នឹងក្តោបបាត់យកតែម្ដងតែមកគឺក្នុងចិត្តថាយូលីសៀនឹងគឺមិនគួរទុកចិត្តមនុស្សប្រុសទេវិញទៀតគឺមនុស្សប្រុសដែលទើបស្គាល់គ្នាហើយឃើញនឹងក៏បានដើរចេញក្នុងតង់នឹងទៅយើងមកមើលអាចារ្យវិញនៅថានេះនឹងកំពុងតែបសោតទូប្រុសរបស់យើងទេហើយអាចារ្យនឹងបាននិយាយថាទូប្រុសរបស់យើងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនតែរឿងក៏មកវិញដល់ពេលព្រឹកវិញយើងមើលថាយូលីសៀនឹងមកក្រោយពីដំណេកមកក៏លេចឃើញទូប្រុសរបស់យើងកំពុងគេងក្រោមដើមឈើម្នាក់ឯងអាចារ្យនឹងគឺមិននឹកស្មានថាទូប្រុសរបស់យើងគេងខាងក្រៅម្នាក់ឯងទេហើយស្រមិននឹងទូប្រុសរបស់យើងព្យាបគេងដូចគ្នាហើយគាត់នឹងមកនិយាយសួរស្ដីទៅកាន់ចាយូលីសៀទៅលីសៀមកសួរទៅកាន់ទូប្រុសរបស់យើងថាតើគាត់នឹងបានដេកខាងឯនាងមែនទូប្រុសរបស់យើងបាននិយាយថានឹងហាយូលីសៀនឹងមិនអរគុណទៅកាន់ទូប្រុសរបស់យើងដែរហើយនាងប្រាប់ទៅកាន់ទូប្រុសរបស់យើងឆាប់រៀបអាវ៉ាន់ហើយចាច់ចេញពីទីនឹងទៅនៅពេលហ្នឹងឃើញបសួរទៅកាន់យូលីសៀថាតើនាងនឹងមកស្រោចចិត្តតាំងជីកន្លែងណានៅហើយចាតបទៅកាន់ទូប្រុសរបស់យើងវិញថានាងនឹងគឺអត់តាន់ដឹងទេទៅវាប្រហែលជាក្បែរនឹងឯងប្រុសរបស់យើងបាននិយាយថាជីបែបហ្នឹងស្ប៉ាណាររ៉ែឃើញទៅហើយអាចារ្យបាននិយាយថាតើពិតមែនអត់ប្រុសរបស់យើងប្រាប់ទៅកាន់អាចារ្យថាជឿទៅចិត្តលើគាត់ទៅការពេលតនៅពេលទូប្រុសរបស់យើងកំពុងតែជីករករ៉ែអាចារ្យនឹងសួរទៅកាន់ទូប្រុសរបស់យើងថាតើរកឃើញអត់ហើយនៅពេលហ្នឹងទូប្រុសរបស់យើងមកឲ្យដុំថ្មមួយទៅកាន់អាចារ្យហើយគាត់នឹងបាននិយាយថានៅក្នុងដុំថ្មហ្នឹងគឺមានអ្វីដែលយើងត្រូវការគាត់បានយកញួរនឹងមកដំទៅថាក្នុងហ្នឹងសុទ្ធតែគ្រីស្តាល់តែម្ដងអាចារ្យវិញគឺពិតជាស្បាចិត្តខ្លាំងមែនទែនរឿងក៏បន្តទៅមុខទៀតទៅថាយូលីសៀនិងទូប្រុសរបស់យើងបានរកឃើញគ្រីស្តាល់យ៉ាងច្រើនថាវានឹងគឺជាអ្វីដែលពួកគេត្រូវការនឹងឯងពេលហ្នឹងយូលីសៀសួរទៅកាន់ទូប្រុសរបស់យើងថាតើយើងត្រូវលក់វាទាំងអស់មែនទូប្រុសរបស់យើងបានតបថាណៃធ្វើអញ្ចឹងទេយូលីសៀបានតបថានឹងហើយដោយសារតែវានឹងជារបស់គាត់ទូប្រុសរបស់យើងបាននិយាយថាមិនសិនជាយើងអាចប្រែក្លាយគ្រីស្តាល់នឹងទៅជាតូចណាប្រហែលជាវានឹងអាចមានតម្លៃហើយយូលីសៀបាននិយាយថានៅទីហ្នឹងមានជាងសិប្បករវេទមន្តតែ10នាក់ទេនៅអាណាចក្រហ្នឹងគឺមិនសូវមានសិប្បករវេទមន្តទេហើយនៅពេលហ្នឹងទូប្រុសរបស់យើងបាននិយាយថាធ្វើវារួចហើយថាគ្រីស្តាល់ហ្នឹងវាប្រែក្លាយជាតូចអញ្ចឹងណាហើយចាយូលីសៀនឹងបាននិយាយថាតើគាត់នឹងធ្វើវាដោយម្ដេចទៅបើសិនជានាងធ្វើវិញគឺត្រូវចំណាយពេលវេលាច្រើនជារឿងក៏វាទៅពេលល្ងាចថាទូប្រុសរបស់យើងនឹងមកសួរទៅកាន់យូលីសៀថាតើនាងស្នាក់នៅទីណាហើយតើមានរឿងអ្វីដែលនាងចង់ធ្វើបាននិយាយថានាងត្រឡប់មកវិញថ្ងៃស្អែកពេលនាងលោកគ្រីស្តាល់វេទមន្តទាំងអស់ទាំងពីរមកបែបផ្លែគ្នាទៅដែលថាចែនឹងមកគិតថាទូប្រុសរបស់យើងក៏ពិតជាគួរស្រឡាញ់ JM អញ្ចឹងណាមកមើលយូលីសៀនៅកំពុងលក់គ្រីស្តាល់វេទមន្តវិញដែលអ្នកទិញនឹងមកសួរថាតើនាងមានឯកសារត្រឹមត្រូវអត់ពួកយើងនឹងក៏មកទទួលយកគ្រីស្តាល់ដែលនាំចូលពីបរទេសដែរពេលហ្នឹងយូលីសៀមកលើស្លាប់ជាមហានកងទ័pomម្នាក់ហ្នឹងទៅទ័ពម្នាក់ហ្នឹងវិញក្រោយឃើញចឹងភ្លៀងគេចាប់ដើមភ័យខ្លួនបណ្ដោយបាទសុំទោសទៅកាន់អាចារ្យយូលីសៀដូចគ្នាទីរឿងក៏មកវិញទៅកាន់ក្នុងហាងមួយវិញចាមានសពពើស្វាយហ្នឹងមានឈ្មោះថាមីមីកូហ្នឹងមកនិយាយស្វាគមន៍ទៅកាន់យូលីសៀនឹងមកនិយាយថានាងចង់លក់របស់នេះឲ្យនាងតើមីមីកូឯហ្នឹងចង់ទិញអត់ចាយូលីសៀហ្នឹងមកបង្ហាញគ្រីស្តាល់ហ្នឹងទៅក៏មកនិយាយថាមើលទៅវាដូចជាអត់សូវមានពលឺទេដូចជាគ្មានតម្លៃដូចគ្នាបើសិនជាលក់ហ្នឹងគឺបានតែ10កាក់មាសតែប៉ុណ្្នឹងឯងចានឹងមិនដាក់តម្លៃថាទាំងអស់នេះនាងទិញត្រឹមតែ10កាក់មាសតែប៉ុណ្្នឹងឯងគ្រាន់តែលើកបែបហ្នឹងភ្លាមទៅឲ្យយូលីសៀហ្នឹងខឹងភ្លែតសួរទៅកាន់មីមីកូថាតើហេតុអីទៅមីមីកូមកនិយាយថាគ្រីស្តាល់នេះគឺមាន10ទោះបីជាវាមើលទៅមានពណ៌ស្រអាប់ប៉ុន្តែវាភ្លឺខ្លាំងដោយសារតែវាត្រូវបានព្យាបាលដើម្បីការពារម៉ាណាណាដែលធ្លាយចេញមីមីកូបានដាក់500កាក់មាសឲ្យយូលីសៀទៅហើយអាចារ្យនឹងបន្តសួរថាតើអ្នកអាចសុំរឿងពីរបានអត់តែថារឿងដំបូងបង្អស់ហ្នឹងលោកគ្រីស្តាល់វេទមន្តទាំងអស់នេះគ្រប់ទីកន្លែងអសោះដែលនាងសង្ស័យថាហាងផ្សេងទៀតនឹងស្វែងយល់ពីតម្លៃត្រឹមត្រូវរបស់ពួកគេពួកបានរបស់យើងហ្នឹងគឺមិនចង់បានគ្រីស្តាល់វេទមន្តទេហើយជាភាពរឹងមាំក្នុងការចែកចាយហើយយូលីសៀមកសួរថាចោះរឿងមួយទៀតក៏បាននិយាយថាតើណាគេជាអ្នកបង្កើតរបស់ទាំងអស់ហ្នឹងហើយយូលីសៀនឹងបន្តទៅវិញថានាងនឹងក៏មិនអាចប្រាប់បានទេគាត់នឹងនិយាយថាចំនរណាម្នាក់ដែលអាចធ្វើឲ្យគ្រីស្តាល់វេទមន្តនឹងខ្លាំងគួរតែធ្វើការងារនៅផ្ទះសម្រាប់នគរពួកគាត់នាងកំពុងតែព្យាយាមផ្ដាច់មុខរបស់ពួកគេយូលីសៀបានតបថានាងគឺមិនចង់ចែកព័ត៌មានអំពីគេនៅគ្មានការអនុញ្ញាតទេហើយមីមីកូនឹងនិយាយថាយូលីសៀនេះជាការបញ្ជាទិញដោយអំណាចដែលបានឈ្នះក្នុងនាមជាតុលាការរាជវង្សជាមួយនឹងឋានៈនិងកិត្តិយសយូលីសៀបានតបថានឹងគឺមិនបំរើគ្រួសាររាជវង្សទៀតទេនេះក៏គ្មានសិទ្ធិស្រាប់តាមមីមីកូឯងដែរហើយយើងបានគិតថាអ្នកទាំងពីរនាក់ហ្នឹងបានឆ្លងមើលមុខគ្នាទៅវិញទៅមកទៅហើយមីមីកូបាននិយាយទៅកាន់យូលីសៀថាសួរយូលីសៀឯងក្នុងនាមឈ្មោះម្ដងសូមធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារពួកគេកុំឲ្យវិញផ្លូវត្រូវជួយដំណើររបស់ពួកគេផងដែរត្រូវជួយនៅការដឹកនាំនៃមន្ទីរពិសោធន៍ស្រាវជ្រាវបច្ចេកវិទ្យាមន្តអាគមរាជវង្សរួមទាំងកិត្តិយសពេលរឿងកាលពេលយូលីសៀនឹងចេញពីហាងវិញតែចានឹងពិតជាសោកស្ដាយខ្លាំងមែនទែនដោយសារតែវាបានតែ500កាក់មាសទេចាប់ពីតទៅពេលប្រាក់ឡើងយើងបានគិតថាយូលីសៀនឹងមិនទៅរកអាចារ្យតែថានាងនឹងក៏ស៊ូពីខឺតនឹងឯងនឹងមកស៊ូពីលំមានរបស់ខឺតតែអាចារ្យនឹងបាននិយាយថានាងក៏មិនអាចប្រាប់បានទេដោយសារតែវានេះជាលក្ខណៈឯកជនតើតាចារ្យប្រុសប្រាប់នឹងនាងមកលើផ្លាប់បញ្ជាបង្ហាញតាអាចារ្យទៅមកគិតថាយូលីសៀនឹងមិនអាចកំណត់ត្រារបស់ទូប្រុសរបស់យើងតែនាងមិនដឹងថាខឺតនឹងជាផ្នែកមួយផ្នែកក្រុមនេះអណ្ដាតភ្លើងខឺតនឹងត្រូវបានបណ្ដេញចេញពីការជួសជុលជញ្ជាំងប្រាសាទតែការទទួលរបស់គាត់នឹងគឺ200កាក់មាសចានឹងបាននិយាយថាពួកគេនឹងមកប្រាប់ថាគាត់នឹងមកបញ្ចុំការជួសជុលជញ្ជាំងទាំងពីរជញ្ជាំងខាងលិចនិងជញ្ជាំងខាងកើតឲ្យខ្លួនឯងពេលដែលមើលរួចនឹងយូលីសៀបានអរគុណដល់អាចារ្យទៅលើប្រាំងដាក់លើតុមានចំនួន499កាក់មាសថាប្រាក់ទាំងអស់ហ្នឹងគឺជារបស់ខឺតនឹងឯងហើយអាចារ្យនឹងក៏ខឺតបានមានភ្លៀងនឹងបច្ចេកភាព
ផ្អើលខ្លាំងមែនទែនជារឿងក៏មិនទាន់ដល់ពេលដែលអាចែហ្នឹងទៅរកទូតប្រុសរបស់យើងហើយ UDC នឹងពន្ធតាគាំងអញ្ចឹងណាពេលហ្នឹងទូតប្រុសរបស់យើងមកស្វាគមន៍នាងដូចគ្នា UDC មិនសួរថាតើនឹងជាអ្វីប្រុសរបស់យើងបាននិយាយថាគាត់នឹងមកសាងសង់វាឆ្ងាយពីទីក្រុងហើយ UDC បានសួរថាតើគាត់នឹងធ្វើម៉េចដើម្បីសាងសង់ផ្ទះនឹងទៅមូលប្រុសរបស់យើងបាននិយាយថាវាគ្មានអីពិសេសទេរឿងរបស់យើងហ្នឹងក៏មិនចំកន្លែងហ្នឹងដូចគ្នាគ្នានឹងកុំភ្លេចចុច like Subscribe ញ៉ាំនេះមួយផងណាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ